បាទបងប្អូនមកដល់ទៀតហើយបាទហ្នឹងហើយអាសងទ្រីមនេះបាទមានបញ្ហាភ្លើងកងមមិនភ្លឺបាទបងប្អូននេះឥឡូវយើងកំពុងតែធ្វើតេស្តមើលបាទពីលេខ1រហូតដល់លេខ4បាទហ្នឹងហើយសអិនហ្នឹងគឺភ្លឺហើយបាទយើងមើលបាត់លេខ4បាទហើយនឹងលេខ3បាទហ្នឹងហើយបាត់លេខ3ហើយនឹងលេខ4ហើយយើងធ្វើតេស្តរហូតទៅដល់ភ្លើងឆ្ងាយបាទភ្លើងឆ្ងាយគឺបញ្ចេញសញ្ញាមកថាអត់ដាច់ទេបាទអំពូលនៅធម្មតាដាច់តែលេខ3លេខ4បាទហ្នឹងហើយភ្លើងកងមសំទោសបាទភ្លើងដឺមីក្នុងតាប្លូហ្នឹងក៏ដាច់ដែរបាទដាច់អំពូលទាំងពីរបណ្ដោយបាទគឺអត់មានបញ្ចេញភ្លើងមកក្រៅទេបាទឥឡូវនេះហើយយើងសាកមើលទៀតបាទបងប្អូនហើយយើងសាកមើលតើភ្លើងបាទភ្លើងខាងមុខហ្នឹងភ្លឺមានអ្វីខ្លះបាទដល់ពេលយើងបើកហ្វាកូដហ្នឹងគឺមានភ្លឺតែមួយដែរបាទគឺភ្លឺតែភ្លើងឆ្ងាយបាទបងប្អូនហ្នឹងហើយគឺតែភ្លើងឆ្ងាយមើលអំពូលវិញបាទខ្មៅអ៊ូញបាទយើងត្រូវដូរអំពូលនឹងមួយទៀតម៉ូតូហ្នឹងស៊ីអំពូលច្រើនស៊ីអំពូលច្រើនបាទនេះយើងដោះមកបានខាងក្រៅហើយបាទនេះអាភ្លើងពីរធំនេះបាទគឺភ្លើងដឺមីបាទនៅក្នុងតាប្លូហ្នឹងដល់ពេលយើងកាច់សោទៅពេលយប់គឺបញ្ចេញភ្លើងមកលើតាប្លូបាទដើម្បីឲ្យយើងមើលនេះមើលនោះទៅស្រួលបាទណែហើយអាភ្លើងពីរទូចនេះបាទគឺលេខ3ហើយនិងលេខ4បាទគឺតេស្តមើលគឺវាដាច់តែពូទេបាទវាមិនទាន់ដាច់ខ្សែទេបាទបើដាច់ខ្សែដាច់តែខ្សែស៊ីញូមួយបាទខ្ញុំបានបង្ហាញបាទខ្សែស៊ីញូគឺដាច់ខ្សែមួយគឺយើងវាយភ្លើងទៅគឺអត់ភ្លឺទៅលើកងទ័របាទឥឡូវនេះយើងសាកដូរអំពូលហើយបាទហ្នឹងបងប្អូនភ្លឺហើយបាទកូដគឺភ្លឺធម្មតាបាទហ្នឹងហើយភ្លឺធម្មតាហើយភ្លឺរួចរាល់ហើយយើងនឹងចាប់បញ្ចូលវិញជារួចជាការស្រេចបាទបងប្អូនអរគុណបាទបាយបាយ